បណ្ដាញសង្គមតារាស្រីលំដាប់ជួរមុខវៀតណាមបង្ហាញខ្លួននៅក្នុងរូបរាងនាងមច្ឆាក្រំបាសមុទ្រធ្វើឲ្យអ្នកមើលជក់ភ្នែកដកចិត្តមិនរួចក្នុងចំណោមតារាល្បីៗដែលបង្អួតរៀននៅក្នុងឈុតប៊ីគីនីនាឱកាសរដូវក្តៅនេះតារាលំដាប់ជួរមុខរបស់វៀតណាមឌីមឡាមអាញ់បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងរយៈការបង្ហាញខ្លួននៅក្នុងស្ទីលប្លែកដាច់ពីគេគឺការក្រុងឈុតនាងមច្ឆាមុជទឹកយ៉ាងទន់ភ្លន់កណ្ដាលមហាសមុទ្រវីដេអូដែលទទួលបានអ្នកមើលជិត3លាននាក់នេះបានបង្ហាញពីសកម្មភាពដ៏អស្ចារ្យរបស់ឌីមឡាមអាញ់ដែលបង្ហាញខ្លួនដំបូងនៅក្នុងឈុតពណ៌ក្រហមសនៅលើទូនាងបានធ្វើឲ្យអ្នកទស្សនាស្ញប់ស្ញែងនឹងរាងកាយដ៏ស្លីមស្អាតបើទោះបីជាអ្នកម៉ាក់កូនពីរក៏ដោយអ្វីដែលធ្វើឲ្យវីដេអូនេះហត់បំផុតគឺឈុតឆាក35វិនាទីដែលនាងប្រើប្រាស់ឧបករណ៍ Monofin ស្បែកជើងព្រុយត្រីដែលមុជនៅក្នុងទឹកយ៉ាងស្ទាត់ជំនាញនិងទន់ភ្លន់ដូចជាមច្ឆាពិតៗឌីមឡាមអាញ់បានទម្លាយថាឧបករណ៍ Monofin នេះធ្ងន់និងពិបាកប្រើខ្លាំងណាស់ប៉ុន្តែនាងអាចធ្វើវាបានយ៉ាងល្អត្រឹមការហាត់លើកទី2ដែលបង្ហាញពីសមត្ថភាពនិងកម្លាំងដងខ្លួនដ៏រឹងមាំរបស់នាងក្រៅពីភាពលេចធ្លោនៅក្នុងវិស័យសិល្បៈឬរ៉ាយជីវិតឯកជនរបស់នាងក៏ជាចំណុចចាប់អារម្មណ៍ផងដែរបន្ទាប់ពីការលែងលះដ៏ចម្រូងចម្រាសជាមួយនឹងអតីតស្វាមីជាមហាសេដ្ឋីនាងកំពុងតែទទួលបន្ទុកចិញ្ចឹមកូនស្រីនិងតែងតែផ្ដល់ក្តីស្រឡាញ់ដល់កូនប្រុសដែលនៅជាមួយអតីតស្វាមីតាមរយៈការនាំទៅដើរលេងជារឿយៗបច្ចុប្បន្ននាងត្រូវបានគេដឹងថាមានទំនាក់ទំនងជាមួយនឹង Pumpkin ដែលជាងន់នៃកម្មវិធី The Next Gentleman និងមានអាយុតិចជាងនាងដល់ទៅ11ឆ្នាំអ្នកទាំងពីរតែងតែបង្ហាញខ្លួនក្បែរគ្នានៅក្នុងកម្មវិធីធំៗក្រោយពីការបែកបាក់ឌីមឡាមអាញ់បានបញ្ជាក់ចំហថានាងមិនប្រញាប់ប្រញាល់នៅក្នុងរឿងអាពាហ៍ពិពាហ៍ឡើយសម្រាប់នាងបរិសុទ្ធដែលចង់ចូលទៅក្នុងជីវិតនាងបានលុះត្រាតែគេម្នាក់នោះស្រឡាញ់និងអាចមើលថែទាំកូនរបស់នាងបានបើគ្រាន់តែស្នេហាផ្ទាល់ខ្លួននាងមិនត្រូវការឡើយបង្ហាញខ្លួនជានាងមច្ឆារបស់ឌីមឡាមអាញ់មិនត្រឹមតែជាការបង្អួតសម្រស់នោះទេប៉ុន្តែវាគឺជាការបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មីដែលអាចតលយៈភាពរវាងអាជីពសិល្បៈការថែរក្សាសម្រស់និងទូនាទីជាម្ដាយយ៉ាងល្អឥតខ្ចោះ